សូមជូននេតិស្វែងយល់ពីភាសាបាលីខ្មែរប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ជាទីមេត្រីបាទសម្រាប់នេតិស្វែងយល់ពីភាសាបាលីខ្មែរសម្រាប់សប្តាហ៍ទី2បានវិលមកជួបប្រិយមិត្តសាស្ត្រជាថ្មីម្ដងទៀតហើយចង់ដឹងថាតើនៅសប្តាហ៍ទី2នេះលោកចៅកាំងដែលជាវាគ្មិនសម្រាប់នេតិរបស់យើងនឹងមានអ្វីលើកយកមកជម្រាបជូនប្រិយមិត្តអ្នកស្ដាប់បាទជាដំបូងសូមជម្រាបសួរលោកចៅកាំងបាទសូមជម្រាបសួរបងខាងវិទ្យុខ្មែរប៉ុស្តិ៍បាទលោកចៅកាំងតើនៅថ្ងៃនេះលោកនឹងលើកយកនៅភាសាបាលីណាមួយដែរលើកយកមកបង្ហាញជូនប្រជាពលរដ្ឋខ្មែរក៏ដូចជាប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍នោះបាទអរគុណណាស់ខ្ញុំថ្ងៃនេះមានសំណួររីករាយនឹងយកពាក្យបាលីពីរវិជាបាទគឺពាក្យថាអ្នកមោតៃសេហើយនឹងអ្នកមោតាសៈមកធ្វើការអធិប្បាយជូនបាទឥឡូវខ្ញុំក៏សូមជម្រាបសួរទៅប្រិយមិត្តអ្នកស្ដាប់វិទ្យុបាទខ្មែរប៉ុស្តិ៍ទាំងអស់ដែរដែលយើងមកដល់នីតិប្រែភាសាបាលីរបស់ខ្មែរបាទខ្ញុំសូមលើកយកពាក្យអ្នកមោហ្នឹងភ្ជាប់ទៅពីខាងដើមដែលយើងបានដឹងទាំងអស់គ្នាហើយអ្នកមោហ្នឹងគឺប្រែមកថាឪម៉ែបាទអញ្ចឹងនៅក្នុងឃ្លាហ្នឹងនៅតតីសេដែលយើងត្រូវប្រែជូនអ្នកទាំងអស់គ្នាបាទជាព្រះសម្ដាប់តីហ្នឹងភាសាបាលីយើងសរសេរតដាក់ស្រៈអីអានថាតីស្មើនឹងថបតីបាទយើងសរសេរថាធដាក់ស្រៈអីបតដាក់ស្រៈអីឬយើងអានថាជាថបតីប្រែថាជាធំបាទចំណែកសេហ្នឹងបងប្អូនប្រហែលជាបានយល់ហើយសេហ្នឹងស្មើនឹងសេរ៉េហ្នឹងស្មើនឹងសេរិសាប្រែថាក្បាលបាទពាក្យនេះមានន័យថាអ្នកមោតៃសេនឹងអាចប្រែជារួមថាគិតពិចារណាយកធម៌គោរពឪពុកម្ដាយជាធំបាទនឹងកាលសម័យពីដើមខ្មែរយើងនៅតាមវត្តលោកតែងតែលើកយកពីគុណមេត្តាហ្នឹងបាទយើងឃើញថាគាត់បានតោថាអ្នកមោតៃសេឬក៏អ្នកមោសពតីព្រំបាទមានខាងដើមបាទអញ្ចឹងឃើញថាអ្នកមោតៃសេហ្នឹងគឺសពថ្ងៃដូចជាបាត់មិនមានឃើញនៅតាមវត្តអារាមបានសូត្រទេហើយខ្ញុំហ្នឹងក៏ចង់ឲ្យប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងអស់ហ្នឹងក៏បានវិលត្រឡប់មកកាន់ភាសាបាលីនឹងវិញបាទហើយចំណែកភាសាបាលីមួយទៀតដែលយើងច្រើនឃើញសូត្រជាប់ចំណិចមិនដាច់បាទមានទាំងនៅប្រទេសឥណ្ឌាផងបានសូត្រថាអ្នកមោតាសៈបុព្វការីជួនក្តីក៏ព្រះសង្ឃរបស់យើងគ្រប់អង្គតែបានបួសរៀនក្នុងសាសនាព្រះសាមណគោតមនោះព្រះអង្គបានសូត្រប៉ុន្តែនៅក្នុងធម៌ហ្នឹងមិនដែលមាននរណាប្រែទេបាទតាសៈហ្នឹងគេមិនប្រែសោះឥឡូវហ្នឹងខ្ញុំក៏ចង់យកពាក្យហ្នឹងមកប្រែថាតាសៈប្រែថាដំបងមូងមានរាងមូលធំរួចដាក់ដងវែងលើដុំមូលមានបន្លាស្រួចពាត់ព័ន្ធជុំវិញដើម្បីទីឃាតមនុស្សសត្វបាទដំបងនោះច្រើនគេឃើញយៈជាអ្នកកាន់បាទគេហៅដំបងតសៈនោះបាទនៅក្នុងហ្នឹងចង់បញ្ជាក់ជូនដែរថាយើងមិនអាចប្រែពាក្យហ្នឹងក្រៅពីហ្នឹងបានទេប៉ុន្តែដើម្បីកុំឲ្យឆ្ងល់ខ្ញុំលើកយកពាក្យតាសៈហ្នឹងយកមកបំបែកជូនបងប្អូនដើម្បីឲ្យយល់ភាសាបាលីយើងឃើញថាតាសៈស្មើនឹងតាំងបូកស័ក
បាទតាំងគឺភាសាបាលីប្រែមកថាការរៀបចំការតាក់តែងការតម្កល់បាទការយកមករក្សាបាទចំណែកស័កភាសាបាលីកាលណាយើងប្រើជើងសមួយទៀតយើងអាចសរសេរបានថាសាំងបាទគឺយើងសរសេរថាសជើងសស្មើនឹងសដាក់ស្រៈអំតែភាសាបាលីអានថាអាំងចឹងសាំងហ្នឹងគឺជាភាសាមួយដែលគេប្រែមកថាជាការសម្លាប់ឧទាហរណ៍ដូចជាយើងយកអ្វីមួយទៅវាយទៅលើមនុស្សម្នាក់ទៀតទៅវាយទៅលើសត្វឬក៏វាយទៅលើព្រះធរណីឬក៏វត្ថុអ្វីមួយភាសាបាលីអានថាស័កបាទដូចជាយើងយកកំបិតមុខស្រួចទៅចាក់ទៅលើវត្ថុអ្វីមួយក៏គេហៅស័កដែរបាទសាហ្នឹងកាលណាសរសេរ2ជាន់អញ្ចឹងមានន័យថាដំបងហ្នឹងតែវាយហើយមិនអាចរស់ទេស័កហ្នឹងត្រូវស្លាប់បាទអញ្ចឹងបានសាំងដូចជាពាក្យថាសាំងសក្រិតបាទអញ្ចឹងសាំងសក្រិតហ្នឹងដូចជាពាក្យហ្នឹងគេចង់និយាយថាសម្រាប់ភាសាបាលីហ្នឹងឲ្យคล้ายមកជាភាសាងាយស្រួលស្ដាប់ណែនៅសាំងសក្រិតទេណាហ្នឹងក៏សម្រាប់ដែរប្រែមកថាសម្រាប់ភាសាបាលីឲ្យមកជាភាសាដែលងាយស្រួលស្ដាប់បាទហ្នឹងនៅក្នុងវចនានុក្រមក៏ប្រហែលជាគេមានបញ្យល់អញ្ចឹងបាទហ្នឹងតាមដែលខ្ញុំបានរៀនពីក្មេងមកបាទអញ្ចឹងតាសាហ្នឹងគឺជាវត្ថុមួយដែលគេបានរៀបចំឬក៏បានតម្កល់ទុកសម្រាប់ធ្វើការសម្លាប់មនុស្សសត្វនិងវត្ថុអីផ្សេងទាំងពួងបាទហើយយើងបន្តមកតែព្រះអង្គគ្រប់ព្រះអង្គបានសូត្រអ្នកមោថាស័កបាទអញ្ចឹងយើងឃើញថាបើយើងប្រែជារួមទៅអ្នកមោតាស័កហ្នឹងអាចប្រែថាជាដំបងពិឃាតបាទឪម៉ែពិឃាតបាទដំបងហ្នឹងជាដំបងឪម៉ែដំបងឬក៏ឪម៉ែដំបងយៈសម្រាប់ពិឃាតមនុស្សសត្វបើសិនជាយើងប្រែពាក្យហ្នឹងគឺថានៅក្នុងសាសនាព្រះពុទ្ធគឺសំដៅទៅលើកុសលធម៌ហ្នឹងគឺជារឿងមួយមិនត្រឹមត្រូវទេចឹងហើយបាននៅក្នុងវចនានុក្រមក្តីនៅក្នុងពាក្យទាំងពួងដែលខ្មែរយើងមានយើងមិនមានអ្នកណាហ៊ានប្រែពាក្យតាស័កហ្នឹងទេបាទប៉ុន្តែតាមយោបល់ខ្ញុំគិតថាបើយើងងាកទៅមើលកាលខ្ញុំនៅក្មេងបាទមានវត្តនៅស្រុកលើខ្លះបាទបានបង្រៀនខ្ញុំដូចជាវត្តប្រៃដែតជាដើមព្រះអង្គជាព្រះរាជគ្រូនឹងលោកបានបង្រៀនខ្ញុំថាគេពីដើមគេសូត្រថាអ្នកមោតៃសេព្រះភគវាទោបាទអញ្ចឹងឃើញថាខ្ញុំក៏ពិចារណាទៅថាដូចជាម្យ៉ាងម្នាក់ដែរបាទពីដើមព្រះអង្គលោកដូចជាសូត្រនឹងថាឲ្យយើងពិចារណាគិតក្នុងនាមជាអ្នកបួសហ្នឹងទៅរកមេត្តាហ្នឹងបិតារបស់យើងនឹងជាធំបាទអញ្ចឹងអ្នកមោតៃសេនិងអ្នកមោតាសាហ្នឹងគឺមានន័យខុសគ្នាបាទมันអាចខុសគ្នាបាទมันអាចត្រូវគ្នាបានទេបើយើងយកពាក្យហ្នឹងមកប្រែបាទនេះគ្រាន់តែជាចំណែកមួយដើម្បីយើងសាកល្បងប្រែភាសាបាលីដែលយើងបានប្រើប្រាស់សពថ្ងៃហើយបើសិនជាបងប្អូនទាំងអស់បានយល់ថាខ្ញុំប្រែទៅខុសឬក៏ត្រូវយ៉ាងណានោះសូមឲ្យអ្នកទាំងអស់គ្នាយកទៅពិចារណាបាទខ្ញុំក៏សូមខន្តីអភ័យទោសចំពោះការដែលខ្ញុំហ៊ានប្រែគាថានេះព្រោះអ្នកប្រាជ្ញបាទក្រុមជំនុំក្តីអក្សរសាស្ត្រខ្មែរគ្មានអ្នកណាហ៊ានប្រែពាក្យតាស័កនឹងទេបាទអញ្ចឹងអរគុណហើយបាទសូមជម្រាបជូនទៅខាងប្អូនវិទ្យុវិញជួខ្មែរប៉ុស្តិ៍វិញបាទតើប្អូនមានចំណាប់អារម្មណ៍យ៉ាងណាដែរបាទអរគុណលោកចៅកៀងមិញខ្ញុំបានឮលោកបានលើកឡើងពីពាក្យថាភគវាទោប៉ុន្តែបច្ចុប្បន្ននៅតាមវត្តអារាមហ្នឹងឮសូរតែប្រសង់សូត្រថាភគវាតោហើយភគវាទោហើយនឹងភគវាតោមានន័យយ៉ាងម៉េចដែរខ្ញុំគិតថាប្រហែលជាអ្នកទាំងអស់គ្នាមិនបានគិតថាប្រទេសឥណ្ឌាគេសូត្រតូទេបាទប្រទេសឥណ្ឌាគេសូត្រតូណាបាទហើយនៅប្រទេសថៃក៏គេក៏សូត្រតូដែរ
ឥឡូវអញ្ចឹងខ្ញុំសូមយកពាក្យហ្នឹងមកពិចារណាមួយឃ្លាទៀតនៅក្នុងពេលហ្នឹងគឺភគវាតោយើងសពថ្ងៃយើងអត់យល់ទេអ្នកខ្លះមិនថាភគវាទេបាទគាត់ក៏អានថាភគវាតោណាចេះទៅទៀតភគវាតោបាទភគវានិងភគវាមានន័យខុសគ្នាបាទនៅក្នុងភាសាបាលីបាទភគវាប្រែថាការកើតឡើងដោយធម្មជាតិបាទមានន័យថាអ្វីដែលបានបង្កើតឡើងដោយធម្មជាតិឧទាហរណ៍ដូចជាពុកម្ដាយព្រះអង្គលោកបានពុកហ្នឹងលោកបានផ្ដល់កំណើតដែលចំណែកម្ដាយយើងហ្នឹងបានយកកំណើតយើងហ្នឹងទៅដាក់នៅក្នុងឧត្តររបស់ព្រះអង្គរហូតដល់យើងពេញអាយុ9ខែ10ថ្ងៃហ្នឹងបានប្រសូតចេញមកកន្លែងហ្នឹងគេហៅមេដាហ្នឹងជាអ្នកបង្កើតបាទការដែលកើតយើងមកហ្នឹងកន្លែងហ្នឹងគេហៅភគវាតោមានន័យថាភគវាតតែវត្ថុ2ញ៉ាំងតែក្តីសង្ខារធម៌ទៅបានយើងអាចកើតជាសង្ខារធម៌ហ្នឹងមកបានដូចជាដើមឈើអញ្ចឹងតើតែយើងមានញីមានឈ្មោលការញីផ្កាឈ្មោលហ្នឹងគឺឲ្យទៅរុក្ខជាតិហ្នឹងក៏បានបូកបញ្ចូលគ្នាទៅបានកើតជាផ្លែហើយបានបង្កើតបានទៅជាគ្រាប់ពូជនឹងបដោះបន្តទៅទៀតបាទអញ្ចឹងនៅក្នុងហ្នឹងភគវាតោខ្ញុំគិតថាត្រូវព្រោះតោភាសាបាលីប្រែមកថា2បាទពាក្យហ្នឹងគឺយើងអានថាឯកតោបាទប្រៃចតោបញ្ចៈអីចឹងទៅតាមលេខរាប់ពីបុរាណរបស់ខ្មែរជាភាសាបាលីបាទលោកចៅគៀងអំបញ្ញមិញលោកលើកឡើងថាតោកន្លែងហ្នឹងគឺចង់សំដៅទៅលើឪពុកហើយនិងម្ដាយរួមគ្នាបានបង្កើតទៅជាបុត្រាបុត្រីជំនាន់ក្រោយមកអញ្ចឹងបាទហើយក៏មិនខុសគ្នានឹងតោហ្នឹងចង់និយាយថារុក្ខជាតិយើងស្អីក៏ដោយសត្វលោកសត្វតូចសត្វធំអីគឺថាយើងកើតឡើងដោយសារភគវាតោហ្នឹងមានន័យតតែមាន2ឡើងទៅបានអាចភគវាបានអញ្ចឹងភគវាប្រែថាការបង្កើតឡើងដោយមេដាបៃតាលោកបាទมันមានពាក្យណាមួយភគវាតែម្នាក់ហើយកើតបានទេអត់បានទេណាបាទឥឡូវយើងមើលសពគ្រប់ទាំងសត្វក៏ដោយទាំងមនុស្សក៏ដោយទាំងរុក្ខជាតិទាំងវត្ថុអ្វីផ្សេងដែលយើងធ្វើដោយដៃរបស់មនុស្សគេអត់ហៅភគវាតោទេគេហៅភគវាតោបាទភគវាតោហ្នឹងបាទទីហោថាមនុស្សហ្នឹងបានធ្វើរូបតោទីហោចឹងយើងអានថាភគវាតោភគវាដំរីភគវាសេះហ្នឹងមានន័យថាមនុស្សយើងបានទៅឆ្លាក់ដុំឈើឬក៏ថ្មឬក៏វត្ថុមាសប្រាក់អីជាដើមហ្នឹងដើម្បីធ្វើជាវត្ថុអ្វីមួយវត្ថុហ្នឹងគេហៅភគវាបាទហើយបើរូបហ្នឹងជាដំរីយើងហៅភគវាដំរីហើយបើរូបហ្នឹងជាគោយើងហៅភគវាគោបាទយើងអត់អាចហៅភគវាតោបានទេឬក៏ភគវាគោហ្នឹងភគវាតោគោអញ្ចឹងបានទេអត់ទេព្រោះភគវាហ្នឹងហើយភគវាហ្នឹងមានន័យខុសគ្នាមួយគឺកើតឡើងដោយធម្មជាតិមួយនោះកើតឡើងដោយសារតែយើងមនុស្សសត្វជាអ្នកច្នៃប្រឌិតឡើងបាទលោកចៅភាសាបាលីចែកចេញជាអញ្ចឹងកាលណាយើងយកភគវាទៅដាក់នាមពីមុខយើងអានថាភគវាតោភគវាដំរីភគវាសេះយើងអត់អាចថាភគវាហើយបានតោសេះបានទេភគវាគឺតោអញ្ចឹងតែម្ដងព្រះអង្គលោកកំណត់ឲ្យយើងអានអញ្ចឹងណាបាទអញ្ចឹងនៅក្នុងហ្នឹងព្រះអង្គលោកសូត្រថាភគវាតោអញ្ចឹងខ្ញុំក៏មិនហ៊ាននិយាយប្រែផ្ដាយទេព្រោះគិតថានេះជាសង្ខារធម៌ដែលយើងកំណត់ប៉ុន្តែយើងនាំគ្នាថយទៅខាងក្រោយនៃការចងក្រងសភៅ3ដកតើនៅក្នុងសម័យដែលខ្មែរចងក្រងសភៅ3ដកហ្នឹងតើអាណានិគមបារាំងបានធ្វើអីខ្លះចំពោះប្រទេសជាតិខ្មែរតើយើងកែប្រែចិត្តយើងសិនកុំឆ្លោះនឹងខ្ញុំកុំគិតថាខ្ញុំនិយាយខុសឬត្រូវហើយយើងពិចារណាហើយបានយើងនាំគ្នាទាំងអស់គ្នាព្រួតគំនិតគ្នាទាំងអស់តើខ្ញុំនិយាយមួយណាទៅមួយណាខុសអាហ្នឹងយើងនាំគ្នាសិក្សាស្រាវជ្រាវតទៀតទាំងអស់គ្នាបាទអញ្ចឹងភគវាប្រែមកថាការកើតឡើងដោយសារដៃអញ្ចឹងយើងអាចសេភគវាតោភគវាដំរីភគវាសេះបាទចុះចំណែកនៅក្នុងធម៌ហ្នឹងគឺយើងសូត្រថាភគវាតោយើងអត់មានដាក់តោបានទេបាទព្រោះភគវាតោហ្នឹងគឺកើតឡើងដោយធម្មជាតិមាន2បាទទោះជាសត្វលោកទោះជាវត្ថុគ្រាប់ពូជស្រូវអង្គ
ក៏កើតមានញីមានឈ្មោលបានផ្ដុំទៀតទៅកើតបានជាពូជនឹងឡើងដែរបាទហ្នឹងសម្រាប់ពាក្យភគវាតោហ្នឹងបាទលោកចៅគៀងចុះសម្រាប់ភគវាតោដែលយើងបានឮព្រះសង្ឃឧបាសកបាសិកាចំណុះជើងវត្តឬក៏អ្នកដែលសមាទានសិលនឹងតែងតែសូត្រទូទាំងប្រទេសទៅហើយអំពីពាក្យភគវាតោនឹងអរហតោទៅទៀតនោះថាតើមានន័យយ៉ាងម៉េចទៅវិញទៅឬក៏សូត្រដោយមិនដឹងពីមូលដ្ឋានដើមនៃពាក្យរបស់ខ្មែរយើងនោះបាទកាលដែលខ្ញុំបានធ្លាប់បួសបាទខ្ញុំក៏មានការជជែកគ្នាដែរកាលពីដើមមកបាទចំនួនលោកតាខ្ញុំដែលដូចជាលោកតាសក្រាចនៅវត្តស្វាដំលោកតាសក្រាចនៅវត្តរាញដែរលោកអត់សូត្រដូចសពថ្ងៃផងលោកសូត្រថាភគវាតោដែរបាទអញ្ចឹងខ្ញុំសួរលោកខ្ញុំថាចុះលោកតាហេតុអីបានជាយើងសពថ្ងៃសូត្រភគវាតោគាត់ថាគេកំណត់ឲ្យយើងសូត្រអញ្ចឹងបាទយើងត្រូវសូត្រតាមអញ្ចឹងទៅយើងមិនអាចប្រកែកបានទេអញ្ចឹងមានន័យថាខ្ញុំនៅចាំច្បាស់ណាស់ប៉ុន្តែបើយើងសិក្សាអំពីពាក្យអ្នកមោតាសៈភគវាតោឃើញថាពាក្យហ្នឹងដូចជាពាក្យមួយដែលប្រែមកទៅបើយើងបំបែកភាសាបាលីហ្នឹងទៅវាហាក់បីដូចជាមិនមែនជាអាវាតរបស់ផ្លូវព្រះពុទ្ធសាសនាតំណាងឲ្យកុសលទេព្រោះតែមានអាវុធមានអីសម្រាប់មនុស្សសត្វហើយមានការកាប់ឆ្លាក់ទៅជារូបតោអញ្ចឹងបាទខ្ញុំគិតថាតើសម័យនោះគេនាំគ្នាពិចារណាដូចយើងអញ្ចឹងដែរឬអត់ព្រោះថាបើភគវាតោមានន័យថាយើងកែច្នៃវត្ថុអ្វីមួយហ្នឹងឲ្យទៅជារូបតោព្រោះតោហ្នឹងមិនអាចប្រែទៅជាអ្វីបានទេប៉ុន្តែខ្ញុំឃើញមានឃ្លាខ្លះរបស់ខ្មែរយើងដូចថាយើងបានសរសេរថាបណ្ឌិតតោបាទមានន័យថាបណ្ឌិតហ្នឹងជាតោបាទហ្នឹងមានដែរប៉ុន្តែខ្ញុំនៅតែមិនយល់ដែរថាបណ្ឌិតហើយមិនក៏បានដាក់តោពីមុខបាទពួកភាសាបាលីអត់មានដែរសរសេរអញ្ចឹងទេបាទបណ្ឌិតហ្នឹងភាសាបាលីអានថាបណ្ឌៀងបាទអញ្ចឹងអត់មានសរសេរអីទៅមុខទៀតទេអញ្ចឹងយើងឃើញថាចំណុចប៉ុណ្ណឹងមួយហើយយើងចាំធ្វើការពិភាក្សាគ្នានៅពេលក្រោយទៀតបាទក្រោយមានបងប្អូនណាគាត់មានចំណេះចេះដឹងអាចពន្យល់បាទបណ្ឌៀងហ្នឹងតើអាចទៅជាបណ្ឌិតតោបានទេបាទហ្នឹងចាំយើងវិភាសាគ្នាតទៅទៀតបាទឥឡូវយើងទុកពាក្យនឹងសិនណាបាទលោកចៅកៀងប៉ុន្តែមានការលើកឡើងថានៅខាងធម្មយុត្តិហ្នឹងគឺគេសូត្រតោចឹងហើយដល់ពេលខាងមហានិកាយនេះគេសូត្រថាភគវាតោហើយសម្រាប់ការលើកឡើងអះអាងបែបនេះថាតើលោកចៅកៀងមានអ្វីចង់បកស្រាយទេបាទឥឡូវខ្ញុំបានបកស្រាយរួចទៅហើយពីខាងដើមនោះខ្ញុំប្រាប់ថាតោហើយនឹងតោមានន័យខុសគ្នាព្រោះតោហ្នឹងជានាមសព្ទបញ្ជាក់ឲ្យទៅលើសត្វជើង4មួយដែលមានចង្កូមមានថ្មិចអាចខំសត្វបាទគ្រប់ប្រភេទជាអាហារបានទាំងមនុស្សផងដែរនឹងហៅតោបាទចំណែកតោហ្នឹងមិនមែនប្រែជានាមសព្ទបានទេគឺជាចំនួនរាប់បាទជាចំនួនរាប់បាទគេហៅសពនាមរាប់មានន័យថា1 2 3ចឹងទៅចឹងខ្មែរយើងពីដើមគេសូត្រឯកតោត្រីចៈតោបញ្ចៈឆចៈបាទហៅហើយចឹងទៅបាទអញ្ចឹងនៅពេលហ្នឹងមានន័យខុសគ្នាថាភគវាតោហ្នឹងគឺចង់និយាយអំពីថាការកើតឡើងអ្វីដែលបានកើតឡើងជាភាសាបាលីហ្នឹងអានថាភគវាហ្នឹងមានន័យថារបស់ដែលបានកើតឡើងប៉ុន្តែព្រះអង្គបញ្ជាក់ថារបស់ទាំងអស់ដែលបានកើតឡើងគឺកើតឡើងដោយការបដុំធាតុពីរឡើងទៅបានធ្វើភគវាបានបាទឧទាហរណ៍ដូចជាមេដាបៃតាអញ្ចឹងព្រះអង្គលោកបានចាប់ដៃគ្នាបានរួមប្រាណគ្នាទៅបានគាត់នឹងបង្កើតបានបុត្រធីតាការរួមសង្វាស់គ្នានោះបាទអញ្ចឹងភគវានឹងមានន័យអញ្ចឹងមិនមែនភគវាតោនិងភគវាតោនោះមានន័យដូចគ្នាទេគឺខុសគ្នាចំណែកភគវាតោមានន័យថាយើងបានយកវត្ថុមួយទៅកាត់ចាំងទៅជារូបតោបាទព្រមមានកន្លែងខ្លះគេសូត្រភគវាតោភគវាតោបាទយើងនឹងហៅដល់សពថ្ងៃគេហៅខ្វាគូនេះមានន័យថាគេកាត់
គេកាន់មកថាខ្វាគូខ្វាជ្រូកអញ្ចឹងមានន័យថាសប្តាហ៍ថ្ងៃហ្នឹងគេនាំគ្នាគិតថាខ្វាហ្នឹងគឺសាច់ក្រកជ្រូកសាច់ក្រកគូអញ្ចឹងទៅអញ្ចឹងពាក្យខ្វាហ្នឹងភគវាហ្នឹងមានន័យថាគេប្រើសម្រាប់គេធ្វើរូបអីមួយវាដោយដៃមនុស្សណាដោយសត្វអីមួយឲ្យទៅជាវត្ថុមួយទៀតអាហ្នឹងគេហៅថាភគវាដែរប៉ុន្តែភគវាហ្នឹងសំដៅទៅលើការធ្វើដោយប្រើកម្លាំងមិនមែនការគុំធៀបឲ្យកើតទៅជារូបរាងនោះទេប៉ុន្តែនៅក្នុងសាសនាព្រះពុទ្ធគេសំដៅទៅលើកុសលធម៌អង្គមិនសំដែងថាយើងទៅកាប់ចាំងទៅឆ្នៃប្រឌិតទេមានន័យថាយើងហ្នឹងត្រូវនិយាយអំពីសង្ខារធម៌មានន័យថាអំពីជីវិតសត្វលោកដែលបានកើតឡើងហ្នឹងវាកើតឡើងដោយមេដាបៃតាហ្នឹងពីរនាក់ហ្នឹងបានផ្ដល់កំណើតពូជយើងហ្នឹងបានបាទហើយធម៌ហ្នឹងក៏អញ្ចឹងដែរថាតលតែមានព្រះមួយព្រះអង្គហើយមួយព្រះអង្គទៀតរហូតដល់ផតកាប់នេះមានព្រះដល់ទៅ5ព្រះអង្គឯណោះមិនមានព្រះអង្គមួយអង្គណាហើយកើតមកហើយបានសម្រេចដឹកនាំមនុស្សសត្វលោកហ្នឹងឲ្យដើរទៅរកផ្លូវកុសលធម៌ហ្នឹងបានទេហ្នឹងហើយគេហៅភគវាណោះភគវាមានន័យអញ្ចឹងមានន័យថាវិជាធម្មជាតិកើតឡើងដោយធម្មជាតិអត់មានពីណាបានបង្កើតក្រៅពីធម្មជាតិទេបាទដល់ភគវាមានន័យថាដូចជាខ្វាគោអញ្ចឹងយើងយកសាច់ជ្រូកសាច់អីទៅចិញ្ច្រាំដាក់នៅក្នុងពវៀនជ្រូកហ្នឹងទៅគេហៅភគវាជ្រូកដល់យើងយកទៅសាច់គោហ្នឹងយើងក៏ច្រាំដាក់ក្នុងពវៀនគោដាក់គ្រឿងដាក់ក្រើយទៅគេហៅភគវាគោតែក្រោយមកហៅខ្វាគោបាទអញ្ចឹងពាក្យហ្នឹងវាហើយវ៉ាហ្នឹងគឺគេស្មើគ្នានឹងភគហ្នឹងដូចគ្នាទេបើយល់នៅក្នុងភាសាបាលីទៅយល់ហើយខុសគ្នាតោហើយតោហ្នឹងខុសគ្នាណាមួយសត្វតោចុះសម្រាប់ការចែកគ្នាសូត្រដោយថាខាងធម្មយុត្តគេសូត្រតោហើយខាងធម្មកាយសូត្រតោអញ្ចឹងរឿងការចែកគ្នាសូត្រទៅតាមក្រមនៃកាន់សាសនាហ្នឹងយ៉ាងម៉េចដែរលោកចៅខាំងបាទអាហ្នឹងបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមបញ្យល់ថានៅប្រទេសឥណ្ឌាក្រោយពេលដែលព្រះអង្គលោកបានឲ្យគាថាអញ្ចឹងចាំយើងលើកទៅនិយាយនៅពេលក្រោយណាមួយដែលបងប្អូនយើងអ្នកស្ដាប់បានយល់ភាសាបាលីឲ្យស៊ីជម្រៅបន្តិចខ្ញុំសូមបន្ថែមបន្តិចថាការបកោនេះគុំណូពលសាទបានពង្រៀនសធរតៈនោះព្រះអង្គលោកមិនឲ្យសូត្រថាភគវាតោទេព្រះអង្គលោកឲ្យសូត្រថាភគវាតោប៉ុន្តែមិនដឹងថាជាខាងជាតិសានឌីហ្នឹងសូត្រខុសឬត្រូវយ៉ាងណាខ្ញុំក៏មិនដឹងប៉ុន្តែយើងឃើញខាងដើមព្រះអង្គឲ្យសូត្រថាអ្នកមោតៃសេព្រះអង្គលេងយកទៅសូត្រថាអ្នកមោតាសៈប៉ុន្តែដល់ភគវាតោព្រះអង្គនៅសូត្រដដែលខាងឌីនោះនៅសូត្រភគវាតោដដែលមិនមែនធម្មយុត្តមហានកាយទេគាត់នៅតែដដែលខាងឌីហ្នឹងគាត់សូត្រភគវាតោហើយព្រះភគវាតោព្រះសម្មាព្រះអរហត្តោហើយបានព្រះសម្មាសម្ពុទ្ធសាសឃើញគាត់សូត្រខុសតែត្រង់សសៈហ្នឹងមិនបានឃើញសូត្រខុសត្រង់ទូទេប៉ុន្តែចំណែកខ្មែរយើងអាងថាទៅចម្លងធម៌ពីឥណ្ឌាមកមិនមែននិយាយពីរឿងធម្មយុត្តមហានកាយទេថាអាងថាចម្លងធម៌ហ្នឹងពីឥណ្ឌាមកប៉ុន្តែឥណ្ឌាសូត្រតូអ្ហ្មិចក៏យើងសូត្រតោអានេះបានត្រឹមត្រូវតើអ្នកណានាំអានសូត្រតោបាទនេះជាការនាំគ្នាពិចារណាមិនមែនធម្មយុត្តមិនមែនមហានកាយអីទេគឺទៅចម្លងពីឥណ្ឌាមកហើយចោលបោះគេសូត្រតូមិនក៏ឯងសូត្រតោអាហ្នឹងខ្ញុំគ្រាន់តែពិចារណាខ្លួនឯងខ្ញុំថាយើងយកទៅពិចារណាមិនមែនយើងមានមហានកាយធម្មយុត្តទេណាពីមុនមកនោះយើងទៅចម្លងធម៌សាមណគោតមពីឥណ្ឌាមកវិញហើយចុះបូនឌីម្ចាស់គេសូត្រតូហើយចុះមិនក៏យើងសូត្រតោអាហ្នឹងបានចង់ជ្រាបជម្រាបទៅដល់ញាតិកាទាំងអស់ដែលអ្នកស្ដាប់វិទ្យុនឹងយកទៅពិចារណាហើយចិត្តដាក់ទោសតន់ទៅលើធម្មយុត្តមហានកាយខ្ញុំថាដូចជាមិនត្រឹមត្រូវទេព្រោះទៅចម្លងធម៌ពីឥណ្ឌាមកដូចតែគ្នាបាទព្រោះសាមណគោតមគឺជាការត្រាស់ដឹងមួយអង្គរបស់ព្រះពុទ្ធជនជាតិរបស់ព្រះអង្គជាឥណ្ឌាទេបាទអញ្ចឹងយើងពិបាកបញ្យល់ដែរប៉ុន្តែខ្ញុំគ្រាន់តែអះអាងថាបើសិនណាជាយើងទៅចម្លងពីឥណ្ឌាមកអញ្ចឹងអ្នកណាសូត្រតោអ្នកនឹងខុសហើយឥណ្ឌាសូត្រតូដែរបាទអរគុណលោកចៅកាបាទប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ជាទីមេត្រីសម្រាប់នេតិស្វែងយល់ពីភាសាបាលីខ្មែរសន្មតថាដល់ពេលវេលាត្រូវ
a/ត្រឹមទៅហើយនៅសប្តាហ៍ក្រោយយើងនឹងនាំលោកអ្នកមកតាមដាននៅការបញ្យល់ពីពាក្យថាហេតុអ្វីបានជានៅក្នុងសង្គមខ្មែរឬក៏ភាសាបាលីហ្នឹងគឺតែងតែលើកពាក្យអ្នកមោជាច្រើនមកធ្វើការកត់សម្គាល់នោះបាទជាចុងបញ្ចប់នេះដែរក៏សូមថ្លែងអំណរគុណទៅដល់លោកចៅគាំងដែលបានចំណាយពេលវេលាមកធ្វើការបកស្រាយជុំវិញទៅនឹងបញ្ហារបស់ភាសាបាលីខ្មែរដែលនៅសង្គមបច្ចុប្បន្ននេះកំពុងតែមានការខ្វែងគំនិតគ្នាក្នុងការយល់ដឹងនោះបាទសូមអរគុណសូមជម្រាបលាលោកចៅគាំងបាទបាទសូមអរគុណបាទក៏ខ្ញុំសូមជម្រាបលាបាទអរគុណច្រើន